សំណួរបោះសដែររៀនកុំព្យូទ័រឬក៏ប្រើកុំព្យូទ័រដំបងបាទដែលចង់យករូបភាពណាមួយមកតាំងលើកុំព្យូទ័ររបស់យើងបើខ្ញុំចូល Google មកខ្ញុំមានរូបអង្គរវត្តមួយបាទខ្ញុំឆ្លាញ់រូបហ្នឹងបន្តមកទៀតខ្ញុំចង់យករូបហ្នឹងមកតាំងនៅលើកុំព្យូទ័ររបស់យើងមកតាំងលើកុំព្យូទ័ររបស់យើងបែបនេះបាទដើម្បីភាពស្អាតអីចឹងណាបាទព្រោះមនុស្សយើងម្នាក់ៗតែងតែឆ្លាញ់រូបភាពខុសៗគ្នាអូខេអញ្ចឹងនៅដំបូងយើងទៅ save វាពីកន្លែងណាមកបាទយើងចូល Google សិនឥឡូវឧទាហរណ៍អ្នកទាំងគ្នាចង់ download ពី Google អញ្ចឹងទៅចូល Google សិនណាបាទមកមានរូបភាពច្រើនបាទអ្នកទាំងគ្នាចង់បានរូបអីចុចកន្លែងរូបហ្នឹងទៅហើយចុចកន្លែង image នេះមកបាទខាងលើយើង search បាទខ្ញុំឧទាហរណ៍ខ្ញុំហៅអង្គរវត្តចង់បានរូបអង្គរវត្តចុះហើយចុចកន្លែង image មករូបភាពបន្តមកទៀតអ្នកទាំងគ្នាអស់មើលរូបទៅក៏ខ្ញុំឆ្លាញ់រូបនេះអញ្ចឹងដាក់ save វាចុចមកស្ដាំមួយមកហើយយកពាក្យ save នេះបាទ save image ហ្នឹងហើយអញ្ចឹង save ទុកកន្លែងណាមួយមកខ្ញុំ save ទុកនៅលើ desktop នៅលើអេក្រង់របស់យើងនេះខ្ញុំ save ទុកហើយបាទហើយតើតោង file ថៃនេះ file ថៃនេះគឺយើងមើលជាប្រភេទរូបភាពបានយើងអាចប្រើបានជា PNG ឬក៏ JPEG អញ្ចឹងទៅរូបភាពខ្លះយើងឃើញរូបភាពមែនប៉ុន្តែដល់ពេលយើង save កន្លែងហ្នឹងគឺមិនមែនជា file រូបភាពទេអញ្ចឹងគឺយើងអត់អាចប្រើបានទេបាទតើកន្លែង file ថៃនេះវាជាប្រភេទរូបភាពណាបាទអូខេអញ្ចឹងដល់ពេលដែលយើង save ហើយពេលដែលយើង save ហើយយើងចុចមកស្ដាំលើវាមកបាទយើងចុចមកស្ដាំឥឡូវទោះថាអេក្រង់របស់ខ្ញុំគឺអត់មានរូបអង្គរវត្តហ្នឹងទេបាទខ្ញុំមានរូបផ្សេងអញ្ចឹងខ្ញុំគ្រាន់តែចុចមកស្ដាំលើរូបហ្នឹងមកបាទបន្តមកទៀតមានពាក្យនេះ set as desktop background នេះបាទគាត់ចុចពាក្យ set as desktop background មកវាដូរឲ្យយើងឃើញទេបាទវាដូរឲ្យហើយមួយវិញទៀតឥឡូវយើងអត់ចង់យើងចង់ដូរទៅរូបផ្សេងទៀតមែនទេខ្ញុំចង់ដូររូបហ្នឹងចេញណាអញ្ចឹងអ្នកទាំងនេះអាចចុចមកស្ដាំលើកុំព្យូទ័រមួយមកហើយយក show more ហើយចុចកន្លែងនេះ personalize មកបាទបន្តមកទៀតនៅក្នុង Windows របស់យើងគេមានរូបបាទគេមានរូប gallery 4 5រូបចឹងទៅរូបដើមរបស់គេបើយើងឆ្លាញ់យើងអាចយករូបហ្នឹងបានឃើញទេនេះបាទឃើញទេអញ្ចឹងរូបដើមមកវិញហើយខ្ញុំចង់បានរូបផ្សេងទៀតខ្ញុំដាក់រូបនេះចុះបាទអញ្ចឹងរូបហ្នឹងវាដូរឲ្យយើងហើយឃើញទេបាទអាហ្នឹងរូបដើមរបស់គេបាទនៅក្នុង Windows គឺគេមានរូបភាពរូបដើមរបស់គេឲ្យយើងប្រើប្រាស់ណាកុំឲ្យបាក់យករូបពីក្រៅមកដាក់ប៉ុន្តែបើសិនជាយើងអត់ឆ្លាញ់ទេហ្នឹងហើយយើងអាចដាក់រូបអង្គរវត្តរបស់យើងមកនេះហ្នឹងហើយចុចមកស្ដាំមកហើយគាត់តែយកពាក្យ set as desktop background គឺបានហើយអូខេបាទអញ្ចឹងងាយៗតែប៉ុណ្្នឹងទៅបាទអញ្ចឹងសម្រាប់បងប្អូនដែលទៅរៀនកុំព្យូទ័រដំបងតែងសួរបាទអញ្ចឹងខ្ញុំធ្វើវីដេអូនេះបង្ហាញជូនបាទសូមអរគុណ